សួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំនាំអ្នកនរគ្នាមករៀនធ្វើដំឡូងជ្វាឆឹងម្ដងដំឡូងជ្វាឆឹងរបស់យើងនេះមុនដំបូងយើងត្រូវតែស្ងោរវាបន្តិចសិនស្ងោរអាចថាឆ្អិន20ទៅ30%បានហើយពេលទឹកពុះយើងចាក់ដំឡូងជ្វាយើងចូលឆ្នាំងមកហើយដូចខ្ញុំថាកុំទុកយូរពេកតែឆ្អិនតែ20ទៅ30%បានហើយព្រោះយើងយកទៅឆឹងជាមួយខ្ទិះដូងជាមួយស្ករទៀតដូច្នេះហើយវានឹងអាចធ្វើឲ្យដំឡូងយើងបែកផុយខ្លាំងយើងយកទៅឆ្អិនមកល្មមបានឆ្អិនតិចតួចបានហើយនៅពេលដែលដំឡូងយើងស្ងោរឆ្អិនផុយហើយយើងចាប់ផ្ដើមស្រង់ហើយត្រាំទឹកវាក៏បានត្រាំទឹកកកក៏បានហើយសម្រស់វាឲ្យអស់កុំឲ្យវានៅចិត្តក្តៅនៅពេលដែលដំឡូងយើងសម្រស់ចុះហើយយើងចាប់ផ្ដើមឆឹងស្ករដំឡូងឆឹងយើងអត់មានអីច្រើនទេមានតែស្ករក្រហមអំបិលបន្តិចកាដូងឬក៏សាច់ដូងខ្ចីក៏បានយកមកដាក់ហើយអ្នកនរគ្នាអាចប្រើស្ករសក៏បានប្រើស្ករក្រហមក៏បានសម្រាប់ខ្ញុំដំឡូងឆឹងខ្ញុំប្រើស្ករក្រហមពីវាមានរសជាតិឆ្ងាញ់មួយបែបផ្សេងហើយនៅពេលយើងឆឹងយើងត្រូវតែកូរវាឲ្យឡើងជើងក្រង់សិនខ្ញុំដាក់ដំឡូងចូលនៅពេលដែលស្ករយើងចាប់ផ្ដើមមកឡើងជើងក្រង់ហើយយើងកុំថយភ្លើងតិចមកកុំឲ្យបើកភ្លើងខ្លាំងពេកកាលណាបើកខ្លាំងពេកភ្លើងយើងអាចខ្លាំងហើយស្ករយើងអាចឆាប់ខ្លោចលឿនដូច្នេះយើងបន្ថយភ្លើងមកហើយយើងចាក់ដំឡូងចូលដំឡូងរបស់យើងចាក់ចូលហើយយើងត្រូវរៀងកូរហើយបន្ថយភ្លើងដូចគ្នាយើងកូរវាឲ្យសព្វហើយចាំយើងដាក់ខ្ទិះដូងក្រោយហើយខ្ទិះដូងទៀតអ្នកទាំងអស់គ្នាអាចប្រើខ្ទិះដូងធម្មជាតិដែលយើងច្បាច់ពីផ្លែទុំភ្លាមក៏បានឬក៏អ្នកនរគ្នាអាចប្រើខ្ទិះដូងកំប៉ុងក៏បានប៉ុន្តែជាទូទៅយើងប្រើខ្ទិះដូងដែលចេញពីផ្លែវាយើងច្បាច់ទៅដៃភ្លាមវាឈ្ងុយជាងហើយវាមានរសជាតិឆ្ងាញ់ជាងតែសម្រាប់ខ្ញុំដោយសារតែយើងធ្វើឲ្យលឿនដូច្នេះយើងត្រូវប្រើខ្ទិះដូងកំប៉ុងដើម្បីឲ្យទាន់ពេលវេលាទាន់តម្រូវការយើងត្រូវធ្វើហើយកុំភ្លេចកូរផងពេលយើងធ្វើកុំឡែងនិយាយភានពេកយើងឧស្សាហ៍កូរវាមកហើយបន្ថយភ្លើងដូចគ្នាមើលភ្លើងថាភ្លើងវាធំពេកឬក៏តូចពេកបើតូចពេកយើងបន្ថយបន្តិចមកបើថាធំពេកយើងបន្ថយបន្តិចមកឲ្យវាល្មមកុំខ្លាំងពេកកុំខ្សោយពេកហើយយើងឧស្សាហ៍កូរវាចុះឡើងតែកុំខ្លាំងពេកកូរមកល្មមបានថ្នមដៃមកដើម្បីឲ្យសាច់ដំឡូងយើងល្អកុំឲ្យវាបែកពេលណាយើងប្រើដៃធ្ងន់សាច់ដំឡូងយើងអាចនឹងបែកខ្ជិតខ្ចាយប្រេះលេងដំឡូងហើយមើលតើសម្រាប់វាអត់ស្អាតហើយមិនគួរឲ្យចង់ញ៉ាំផងដែរដូច្នេះយើងថ្នមដៃកូរវាតិចមកដើម្បីឲ្យដំឡូងជ្វារបស់យើងឆឹងវាស្អាតរូបរាងនៅអាចនឹងថា90%បើយើងប្រើដៃធ្ងន់ពេកដំឡូងយើងនឹងអាចនឹងបែកវល់វានឹងអាចធ្លាក់សម្រស់ផងដែរនៅពេលដែលយើងកូរវាត្រឡប់ចុះត្រឡប់ឡើងហើយយើងចាប់ដើមថែមខ្ទិះដូងចូលកាលណាយើងថែមខ្ទិះដូងចូលហើយយើងកូរមកល្មមបានហើយយើងទុកវាចូលទៅបានហើយតែយើងបើកភ្លើងរឹមកុំបើកភ្លើងខ្លាំងពេកនៅពេលយើងចាក់ខ្ទិះដូងយើងកូរត្រឡប់វាមកត្រឡប់ឬក៏ពីត្រឡប់ទៅបានហើយទុកចោលចាំខ្ទិះដូងយើងរាងខាស់ចាំយើងមកកូរវាត្រឡប់វាឲ្យបានញើកដើម្បីកុំឲ្យដំឡូងយើងវាខ្លោចហើយស្ករយើងខាងក្រោមក៏វាមិនជិបបាត់ខ្លោចជិបបាត់ឆ្នាំងផងដែរដូច្នេះយើងកូរវាថ្នមក៏បានហើយយើងមិនបាច់កូរក៏បានប៉ុន្តែយើងគួរទៅយើងចាក់ខ្ទិះដូងហើយយើងមិនបាច់តិនកូរក៏បានយើងកូរក៏បានតែចាំពេលខ្ទិះដូងរាងខាស់ស្ងួតចាំយើងកូរសរុបយកទៅម្ដងក៏បានប៉ុន្តែកុំថាមិនកូរសោះយើងគួរតែកូរម្ដងម្ខាងដល់ពេលដែលយើងចាក់ខ្ទិះដូងចូលដើម្បីកុំឲ្យដំឡូងយើងវាក្រាបនៅខាងក្រោមបាត់ឆ្នាំងធ្វើឲ្យខ្លោចដំឡូងផងដែរដូច្នេះយើងគួរតែលក្ខណៈថាកូរម្ដងម្កាលទៅបានហើយស្ករកុំប្រើស្ករក្រហមច្រើនពេកឬក៏អ្នកនរគ្នាប្រើស្ករសក៏ដោយក៏កុំប្រើច្រើនពេកកាលណាប្រើច្រើនពេកផ្អែមខ្លាំងធ្វើឲ្យយើងពិបាកក្នុងការទទួលទានវិញទេវានឹងអាចប៉ះពាល់ដល់សុខភាពដូច្នេះយើងគួរតែប្រើស្ករសឬក៏ស្ករក្រហមសមល្មមទៅនឹងដំឡូងដែលយើងយកមកឆឹងយើងគួរតែប្រើស្ករតិចបានកុំប្រើច្រើនពេកកាលណាប្រើច្រើនពេកធ្វើឲ្យយើងញ៉ាំទៅវាអត់សូវល្អដល់សុខភាពផងដែរដល់ពេលយើងកូរវាហើយយើងចាំមើលថាតើខ្ទិះដូងយើងវារាងស្រក់ឬខាស់ហើយយើងចាប់ដើមមកសារីដំឡូងយើងម្ដងទៀតដើម្បីកុំឲ្យវាក្រាបខ្លោចនៅបានជាទូទៅដំឡូងជ្វាឆឹងយើងស្រួលជាងដំឡូងឈើឆឹងវាលក្ខណៈថាយើងយកទៅស្ងោរវាឲ្យផុយចាំយើងយកមកឆឹងតែដំឡូងជ្វាយើងអាចឆឹងលក្ខណៈថាមិនបាច់ស្ងោរដំឡូងក៏បានយើងយកមកឆឹងឆាវជាមួយស្ករខ្ទិះដូងក៏បានដែរគេថាយើងចំណាយពេលទាំងប្រហែលគ្នាដែរដូច្នេះហើយអ្នកទាំងអស់គ្នាគិតថាវិធីសាស្ត្រណាមួយស្រួលអ្នកទាំងអស់គ្នាគួរតែប្រើវិធីសាស្ត្រនោះសម្រាប់ខ្ញុំកូរតេស្តដោយសារតែខ្លាចបែកដំឡូងជ្វាព្រោះដំឡូងជ្វាយើងតែកូរខ្លាំងវាបែកដូចខ្ញុំថាអាចធ្លាក់សម្រស់ហើយយើងគួរតែឆឹងឲ្យរឿងរូបមើលទៅរូបរាងវានៅល្អទៅយើងចង់ទទួលទានបើមើលទៅវល់ហើយគឺយើងលែងចង់ហើយដោយសារតែដំឡូងមើលទៅវល់ឡើងខ្ទិះដូងយើងចាប់ដើមមករាងខាស់ហើយរាងស្ងួតចាប់ដើមកូរវារាងញើកដែរប៉ុន្តែកាលថាកូរវាកូរថ្នមតែអត់សូវកូរខ្លាំងពេក
កាលណាគោខ្លាំងពីដូចខ្ញុំថាបែកខ្ទិះអស់បែកដលងបែកអីអស់វាវល់ពេញឆ្នាំងវានឹងអាចនឹងថានឹងបាត់បង់សម្រស់លែងទទួលចង់ញ៉ាំផងដែរហើយវីដេអូខ្ញុំក៏រាំងវែងបន្តិចដែរអ្នកនរគ្នាអាចខាមើលឲ្យចប់បានដោយសារតែអ្នកនរគ្នាគិតថាវាជាផលប្រយោជន៍របស់អ្នកគ្នាណាហើយបន្ទាប់ពីដលងយើងរាំងថានឹងឆ្អិនល្មមហើយយើងចាប់ដើមដាក់កាកដូងឬក៏សាច់ដូងខ្ចីរបស់យើងចូលអ្នកនរគ្នាឆឹងដលងជ្វានេះកុំប្រើសាច់ដូងចាស់ពេកកាលដូងចាស់ពេកវាអត់ឆ្ងាញ់ទៅវិញទេវារឹងប៉ុន្តែបើអ្នកនរគ្នាយកសាច់ដូងចាស់ល្មមយកមកឆឹងជាមួយដំឡូងជ្វានេះគឺឆ្ងាញ់មែនតែនពេលយើងខាំប៉ះសាច់ដូងវាឆ្ងាញ់វាផុយវាអត់សរឹងដូចលក្ខណៈថាដូងចាស់ទ្រុឌដូងទុំពេកពេលយើងយកមកឆឹងទៅសាច់វារឹងវាអត់ឆ្ងាញ់ទេដំឡូងជ្វាក៏តបផ្សេងសាច់ដូងក៏តបផ្សេងទៅហើយយើងយកដូងចាស់ល្មមខ្ចីស្ទើរមានសាច់លក្ខណៈថាសាច់ដូងដាច់ឆ្កែនោះយកមកឆឹងគឺឆ្ងាញ់មែនតែនហើយវីដេអូខ្ញុំក៏មានតែប៉ុណ្ណេះដែរបើអ្នកនរគ្នាស្រឡាញ់ចូលចិត្តកុំភ្លេច Subscribe Channel ខ្ញុំម្នាក់មួយផងហើយ Follow នៅក្នុង Page ខ្ញុំផងដែរសូមអរគុណច្រើន